បាទលើគ្រូសូមបញ្យល់នៅវិញ្ញាសាព្រាមប្រឡងយកបានបើកបបាទសំណួរសួរថានៅក្នុងទីក្រុងឬទីប្រជុំជនតើចិញ្ចើមផ្លូវមានតួនាទីសំខាន់សម្រាប់ធ្វើអ្វីខ្លះបាទអញ្ចឹងគេឲ្យយើងចម្លើយ3សម្រាប់ជ្រើសរើសទី1កសម្រាប់ដាក់ទំនិញលក់ដូរខសម្រាប់ចតរថយន្តកសម្រាប់ថ្មើរជើងធ្វើដំណើរបាទអញ្ចឹងគឺយើងអត់សម្រាប់ដាក់ទំនិញលក់ដូរទេគឺសម្រាប់ធ្វើដំណើរថ្មើរជើងបាទអញ្ចឹងគឺចម្លើយកគឺជាចម្លើយត្រឹមត្រូវចូលសំណួរបន្ទាប់តើអ្នកបើកបរអាចបើកត្រឡប់ក្រោយនៅចិត្តផ្លូវប្រសពឬចិត្តផ្លូវរទេះភ្លើងឆ្លងកាត់បានដែរទេកអាចបត់បានខមិនបានទេកអាចបត់បានប្រសិនបើផ្លូវទំនេរបាទអញ្ចឹងជាចម្លើយត្រឹមត្រូវគឺចម្លើយខគឺមិនបានទេបាទគឺអត់បាននោះទេសំណួរបន្ទាប់ប្រជាពលរដ្ឋដែលមានអាយុ16ឆ្នាំបរិបូរណ៍អាចប្រឡងយកបានបើកបរយានយន្តប្រភេទណាអញ្ចឹងមានចម្លើយ3គឺកខនិងកបាទអញ្ចឹងចម្លើយកត្រឹមត្រូវគឺបានតែកមួយនោះទេបាទសូមចំណាំទាំងអស់គ្នាចូលសំណួរបន្ទាប់និយមន័យរថយន្តធុនធ្ងន់មានន័យដូចម្ដេចទៅត្រឹមត្រូវបាទពាក្យថាធុនបាទទម្ងន់ណាមកពាក្យទម្ងន់ណាអញ្ចឹងទម្ងន់គេគិតជាតោនបាទគឺអញ្ចឹងចម្លើយខត្រឹមត្រូវគឺរថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី3.5តោនឡើងទៅបាទអញ្ចឹងគឺ3.5ឡើង3.5ឡើង3.5តោនឡើងទៅគឺរថយន្តធុនធ្ងន់ហើយចុះរថយន្តធុនស្រាលគឺក្រោម3.5តោននៅក្នុងទីប្រជុំជនតើអ្នកបើកបរត្រូវឈប់ឬចតយានជំនិះដើម្បីដាក់ទំនិញឬមនុស្សឡើងចុះនៅចម្ងាយយ៉ាងតិចប៉ុន្មានម៉ែត្រពីផ្លូវប្រសពឬផ្លូវបត់ឬក៏ផ្លូវកោងអញ្ចឹងមាន3បាទកចម្ងាយ3ម៉ែត្រខចម្ងាយ4ម៉ែត្រគចម្ងាយ5ម៉ែត្របាទអញ្ចឹងចម្លើយកគឺជាចម្លើយត្រឹមត្រូវគឺ5ម៉ែត្រតើអ្នកបើកបរយានយន្តមានអត្រាចិត្តអកុលកម្រិតប៉ុន្មានត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារបាទតើកម្រិតចិត្តអកុលហ្នឹងប្រមាណកូនសិស្សដែលឃើញសមត្ថកិច្ចបាទមន្ត្រីចរាចរណ៍ណាតែងតែវាស់ចិត្តអកុលបាទតាមដងផ្លូវនៅពេលកន្លងមកអញ្ចឹងគឺចម្លើយត្រឹមត្រូវគឺខអត្រាជាតិអកុលបាទចាប់ពី 0.40 មីលីក្រាមក្នុង1លីត្រខ្យល់ឡើងទៅបាទត្រូវជាប់ពន្ធនាគារហើយសំណួរបន្ទាប់នៅពេលជួបយានមានសិទ្ធិអតិភិបកំពុងបំពេញភារកិច្ចតើយើងដោយប្រើភ្លើងសញ្ញាពិសេសនិងសញ្ញាសូរស័ព្ទពិសេសតើអ្នកបើកបរត្រូវធ្វើដូចម្ដេចកបន្ថែមល្បឿនអែបទៅស្ដាំឬឈប់ខបន្ថយល្បឿនបាត់ឆ្វេងដោយប្រុងប្រយ័ត្នគបន្ថែមល្បឿនដើម្បីកុំឲ្យយាននេះចេញបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺកបន្ថយល្បឿនបាទអែបទៅស្ដាំឬក៏ឈប់បាទអញ្ចឹងយានកំពុងតែបំពេញភារកិច្ចបាទមានសិទ្ធិណាគឺប្រើភ្លើងសញ្ញាពិសេសអញ្ចឹងយើងត្រូវបន្ថយល្បឿនអែបទៅស្ដាំឬក៏អាចឈប់និយមន័យរថយន្តធុនស្រាលមានន័យដូចម្ដេចទៅត្រឹមត្រូវបាទធុនមកពាក្យទម្ងន់បាទអញ្ចឹងកាត់ជាតោតគឺ
រថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី 3.5 តោនបាទអញ្ចឹងចម្លើយកជាចម្លើយត្រឹមត្រូវនិយមន័យយានយន្តបតុកមានន័យដូចម្ដេចទៅត្រឹមត្រូវណាអញ្ចឹងគឺចម្លើយកត្រឹមត្រូវយានជំនិះពិសេសយានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្របំពាក់បន្ថែមគ្មានផ្ទុកមនុស្សឬក៏គ្មានផ្ទុកទំនិញនៅក្រៅកាប៊ីននោះឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីនបាទអញ្ចឹងបានន័យថាចម្លើយកយានបតុកតើអ្នកបើកបរអាចឈប់ឬចតយានជំនិះចម្ងាយប្រមាណម៉ែត្រពីមុខនិងពីក្រោយផ្លាកសញ្ញាកន្លែងចតរថយន្តក្រុងឈប់បាទអញ្ចឹងគឺចម្លើយខត្រឹមត្រូវយ៉ាងតិច10ម៉ែត្រតើផ្លាកសញ្ញាខាងក្រោមនេះបាទមានដូចម្ដេចមានអត្ថន័យដូចម្ដេចបាទចូលគូប្រអប់ដែលត្រឹមត្រូវអញ្ចឹងយើងមើលទៅឃើញថាសញ្ញាពណ៌ក្រហមអញ្ចឹងគេប្រើពាក្យថាហាមណាអញ្ចឹងយើងមើលនៅក្នុងទៀតឃើញថាមានកង់មានម៉ូតូបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺកបាទហាមចូលចំពោះតូចចក្រយានតូចចក្រយានយន្តនិងត្រីក្រយានបាទអញ្ចឹងតូចចក្រយានគឺកង់តូចចក្រយានយន្តគឺម៉ូតូបាទត្រីក្រយានកង់3អីចឹងជាដើមតើផ្លាកសញ្ញាខាងក្រោមមានន័យដូចម្ដេចត្រឹមត្រូវចឹងគឺចម្លើយកគំនូសសញ្ញាតូលពណ៌ក្រហមបាទឃើញក្រហមណាតូលមានន័យថាមួយណាបាទពណ៌សគំនូសសញ្ញាតូលក្រហមសតាមបណ្ដោយគែមចិញ្ចើមផ្លូវសម្រាប់ការហាមឈប់បាទអញ្ចឹងគេឲ្យឈប់ទេផ្លាកសញ្ញានេះមានន័យដូចម្ដេចត្រឹមត្រូវបាទអញ្ចឹងចម្លើយខគឺកន្លែងសម្រាប់កំសាន្តណាយើងឃើញមានកៅអីមានដើមឈើអង្គុយណាអង្គុយសម្រាប់គណៈដែលយើងបើកបរឬធ្វើដំណើរអស់កម្លាំងអីឃើញសញ្ញាហ្នឹងយើងអាចសម្រាប់អីចឹងទៅផ្លាកសញ្ញានេះមានន័យដូចម្ដេចទៅត្រឹមត្រូវបាទអញ្ចឹងគឺពណ៌លឿងយើងប្រើពាក្យថាប្រយ័ត្នបាទប្រយ័ត្នអីចឹងក៏ដាក់ថាប្រយ័ត្នខាងមុខឡើងភ្នំបាទខហាមបើកបរបត់ទៅខាងស្ដាំគោប្រយ័ត្នផ្លូវកោងទៅខាងមុខខាងគោប្រយ័ត្នផ្លូវគោប្រយ័ត្នមានផ្លូវកោងទៅស្ដាំនៅខាងមុខបាទឃើញរូបសញ្ញាកោងណាបាទកោងទៅខាងស្ដាំដៃអញ្ចឹងយើងប្រៀបធៀបយើងនៅមុខកុំព្យូទ័របានដាក់បើថាបែរទៅឆ្វេងគឺឆ្វេងបាទបែរទៅស្ដាំដៃហើយបាទអញ្ចឹងគេប្រើពាក្យថាប្រយ័ត្នណាសំណួរចម្លើយខនេះគេដាក់ហាមបាទអញ្ចឹងអត់ត្រូវទេណាហើយកនេះដាក់ប្រយ័ត្នឡើងភ្នំបាទអត់ត្រូវទេអញ្ចឹងចម្លើយកបាទអញ្ចឹងសំណួរបន្ទាប់តើសញ្ញានេះមានន័យដូចម្ដេចបាទអញ្ចឹងគេប្រើពាក្យថាតម្រូវបាទអញ្ចឹងតម្រូវឲ្យយានជំនិះគ្រប់ប្រភេទហ្នឹងបត់ស្ដាំនៅខាងមុខផ្លាកសញ្ញាបាទអញ្ចឹងចម្លើយកត្រឹមត្រូវយើងចូលមកមើលកូនឡានសត្វអត្តភាពបាទចំនួននេះតែងតែចេញប្រឡងជារឿយៗអញ្ចឹងយើងរបៀបមើលកូនឡានទី1ត្រូវមើលកូនឡានហ្នឹងមានប្រមាណបាទមានទាំងអស់4គឺ1 2 3 4បាទក្រហម2និងពណ៌ខៀវ2បាទអញ្ចឹងឡានពណ៌អីពណ៌ទៅយើងអត់សំខាន់ទេបាទសំខាន់មើលទៅលើសញ្ញាព្រួញហើយនឹងផ្លាកសញ្ញានៅក្បែរកូនឡានទាំងនោះអញ្ចឹងផ្លាកសញ្ញាមាន4បាទមាន stop 2ហើយនឹងសញ្ញាផ្ដល់អត្ថិភាពបាទសិទ្ធិអត្ថិភាព2គឺពណ៌លឿង2បាទអញ្ចឹងរថយន្តដែល
មានសញ្ញាពណ៌លឿងបាទមានសក្តានុភាពទៅមុនក្រហមឡាកូនឡានពណ៌ក្រហមបាទអត់ទាន់បានទៅទេអញ្ចឹងលេខ2ហើយនិងលេខ4ឃើញលេខ2បាត់នៅមុខណាបាទលេខ4ក៏បាត់ទៅតាមក្រោយអញ្ចឹងលេខ2ទៅមុនហើយបានលេខ4បាទទៅតាមក្រោយបន្ទាប់មកគឺលេខ3បាទលេខ3ហើយបានលេខ1ទៅតាមក្រោយបាទអញ្ចឹងយើងគិតដោះធ្វើម៉េចឲ្យចេញសិនហើយចាំយើងមើលចម្លើយមួយជៀសវាងការច្រឡំគ្នាបាទកាលណាយើងមើលអក្សរផងយើងមើលកូនឡានផងវាអាចច្រឡំគ្នាអញ្ចឹងលេខ2ចេញទៅមុនហើយលេខ4លេខ3និងលេខ1បាទយើងមើលចម្លើយកមកបដាក់ថាលេខ2បាត់ស្ដាំចេញទៅមុនត្រូវហើយបន្ទាប់មកលេខ1បាត់ឆ្វេងឃើញខុសអត់ត្រូវទេចម្លើយខរថយន្តលេខ2និងលេខ3ចេញទៅមុនបាទឃើញថាអត់ត្រូវទេអញ្ចឹងចម្លើយកត្រឹមត្រូវគឺលេខ2បាត់ស្ដាំចេញទៅមុនហ្នឹងហើយបន្ទាប់មកលេខ4បាត់ឆ្វេងបន្ទាប់មករថយន្តលេខ1ទៅរថបន្ទាប់មកបាទចម្លើយគោត្រឹមត្រូវរថយន្តលេខ2បាត់ទៅស្ដាំចេញទៅមុនរថយន្តលេខ4បាត់ឆ្វេងទៅបន្ទាប់រួចរថយន្តលេខ3ទៅរថយន្តលេខ1ទៅតាមក្រោយបាទចូលសញ្ញាចូលកូនឡានសត្វអត្ថភាពបន្ទាប់បាទអញ្ចឹងយើងមើលទៅលើផ្លាកសញ្ញាមាន4បាទលឿង2ក្រហម2អញ្ចឹងសញ្ញាលឿងគឺមានអត្ថភាពណាអញ្ចឹងលេខ2និងលេខ4នេះមានសិតទៅមុនសួរថាបើលេខ2ចេញទៅលេខ4ចេញទៅព្រមគ្នាបាទតើរថយន្តទាំងពីរនេះបុកគ្នាដែរឬទេបាទអញ្ចឹងគឺអត់ទេអញ្ចឹងលេខ2លេខ4នេះចេញទៅដំណើរគ្នាឬក៏ស្របគ្នាបាទស្មើគ្នាអញ្ចឹងណាបាទអញ្ចឹង2 4ចេញទៅមុនបន្ទាប់មកលេខ1និងលេខ3ឃើញលេខ3នៅគៀកផ្លូវបាទសញ្ញាព្រួញឃើញថាឆ្លាស់អត់មានឧបសគ្គលេខ1មកទៅលេខ3បាទអញ្ចឹងលេខ1អត់តាន់បានទៅទេត្រូវឲ្យលេខ3ចេញទៅមុនបន្ទាប់មកលេខ1ទៅតាមក្រោយយើងចូលទៅសញ្ញាមួយទៀតបាទឃើញថាកូនឡានមាន2មានសញ្ញា stop មួយលេខ2នេះបាទអញ្ចឹងលេខ2នេះគឺអត់បានទៅទេដោយសារចាប់សញ្ញា stop អញ្ចឹងលេខ1ចេញទៅផុតហើយបានលេខ2អញ្ចឹងចម្លើយកត្រឹមត្រូវលេខ1ចេញទៅមុនបន្ទាប់មកលេខ2ទៅតាមក្រោយនៅពេលយប់ក្នុងពេលជួបយានយន្តពេលទិសផ្ទុយតើអ្នកត្រូវទម្លាក់ភ្លើងហ្វាកូតវិញក្នុងចម្ងាយប៉ុន្មានអញ្ចឹងគឺចម្លើយកណាប្រហែល160ម៉ែត្របាទនៅពេលរថយន្តលោកអ្នករអិលរេលើផ្លូវស្ងួតតើអ្នកត្រូវធ្វើដូចម្ដេចបាទអញ្ចឹងចម្លើយកត្រូវបន្ថយល្បឿននិងមិនត្រូវជន់ប្រាំងនោះទេចម្លើយខជាចម្លើយត្រឹមត្រូវនៅពេលបត់ឆ្វេងឬបត់ស្ដាំតើអ្នកបើកបរត្រូវឲ្យសញ្ញាបត់ចម្ងាយយ៉ាងតិចប្រមាណម៉ែត្រពីផ្លូវបត់បាទអញ្ចឹងគឺចម្លើយគោត្រឹមត្រូវយ៉ាងតិចក៏20ម៉ែត្រដែរបាទដូចយើងសញ្ញោបត់ឆ្វេងសញ្ញោបត់ស្ដាំឬក៏សញ្ញោចូលផ្ទះអញ្ចឹងណាបាទត្រូវយ៉ាងតិចក៏20ម៉ែត្រអត់មានថាសញ្ញោភ្លាមបត់ភ្លាមទេគឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងចូលសំណួរបន្ទាប់តើអ្នកត្រូវត្រួតពិនិត្យអ្វីនៅត្រង់ចំណុចធុងទឹកកក្តាថាភាពកខ្វក់របស់ទឹកខសីតុណ្ហភាពទឹកគកម្រិតទឹកក្នុងធុងបាទអញ្ចឹងគឺចម្លើយគត្រឹមត្រូវបាទកម្រិតទឹកនៅក្នុងធុង
តើអ្នកត្រួតពិនិត្យកម្រិតហ្វ្រេងហ្វ្រាំងដូចម្ដេចកម្រិតហ្វ្រេងហ្វ្រាំងបាទអញ្ចឹងគឺចម្លើយខកម្រិតហ្វ្រេងហ្វ្រាំងត្រូវស្ថិតនៅត្រង់ចន្លោះគំនូសអបបរមានិងអតិបរមាបាទអញ្ចឹងបានន័យថាវានៅចន្លោះកណ្ដាលណាបាទអញ្ចឹងចម្លើយខត្រឹមត្រូវតើអ្នកត្រួតពិនិត្យអ្វីនៅត្រង់ចំណុចអាគុយបាទអញ្ចឹងចម្លើយគោគឺយើងមើលកម្រិតទឹកអាគុយបាទតើមានទឹកអីអត់តើអ្នកអាចដឹងថាជនរងគ្រោះបាក់ដៃឬបាក់ជើងយ៉ាងដូចម្ដេចបាទអញ្ចឹងចម្លើយខគឺដឹងដោយសារជនរងគ្រោះឈឺចាប់នៅត្រង់ដៃឬក៏នៅពេលកម្រើកដៃកម្រើកជើងតើអ្នកអាចប៉ះពាល់ជនរងគ្រោះថ្នាក់ចរាចរណ៍បានដែរឬទេបាទអញ្ចឹងចម្លើយខបានដោយជួយតាមវិធីសង្គ្រោះបន្ទាន់បើដឹងថាជនរងគ្រោះបាក់ដៃតើយើងត្រូវធ្វើដូចម្ដេចបាទអញ្ចឹងគឺចម្លើយគោត្រឹមត្រូវត្រូវទុកឲ្យដែកបាក់នៅឲ្យស្ងៀមរួចប្រើបន្ទះដែកឬក៏ឈើអបដៃរួចយកកណាត់ឬក៏ក្រមាប៉ត់នឹងកដើម្បីជួយទ្រដៃ